ក្រសួងអភិវឌ្ឍជនបទដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យវិតម្លៃនិងប្រគល់ទទួលផ្លូវលំលើគម្រោងថែទាំប្រវែងសរុប 11,800 ម៉ែត្រ ឯកឧត្តមផូ ផារិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍជនបទនិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះត្រួតពិនិត្យលើគម្រោងថែទាំជាលក្ខណៈខួបលើផ្លូវក្រាលល្បាយគ្រោះអាចផ្កាយចំនួន1ខ្សែប្រវែងសរុប 11,800 ម៉ែត្រទៅទិង5ម៉ែត្រនិងកម្រាស់ 0.15 ម៉ែត្រសាងសង់លូមូលចំនួន7កន្លែងស្ថិតក្នុងឃុំកំពង់ចាមឃុំបឹងចាស្រុកសម្បូរខេត្តក្រចេះក្នុងដំណើរចុះត្រួតពិនិត្យក៏មានការអញ្ជើញអមដំណើរដោយលោកលឹមជាវហាវប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តក្រចេះនិងមន្ត្រីពាក់ព័ន្ធផងដែរក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យឯកឧត្តមផូ ផារិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍបានលើកឡើងថាការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវការស្ដារនិងកែលម្អផ្លូវលំតាមភូមិឃុំគឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិនិងឃុំដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលការធ្វើដំណើរព្រមទាំងការដឹកជញ្ជូនដំណាំកសិផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរនៅពេលដែលពួកគាត់មានជំងឺងាយស្រួលដឹកជញ្ជូនទៅមណ្ឌលសុខភាពព្យាបាលជំងឺជាពិសេសទៀតនោះងាយស្រួលដល់បងប្អូនសិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សានៅឯសាលារៀននិងជួយសម្រួលដល់ប្រជាពលរដ្ឋទៅរកសេវារដ្ឋបាលសាធារណៈដែលជាសេវាតម្រូវការមូលដ្ឋានជាដើមឯកឧត្តមផូ ផារិត បានបញ្ជាក់បន្ថែមថាចំពោះការអភិវឌ្ឍនានាដែលមានឡើងមកសប្តាហ៍នេះគឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដោយផ្អែកលើអាទិភាពគន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា Digital សម្ដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឲ្យបាននៅចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ2050ឯកឧត្តមរដ្ឋលេខាធិការបានបន្តថាដើម្បីធានាដល់ការគ្រប់គ្រងនិងអភិវឌ្ឍផ្លូវជនបទដែលមានការចូលរួមដ៏ទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធនិងធានាបាននូវប្រសិទ្ធភាពអំពីវិនិយោគអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងប្រជាជនត្រូវតែចូលរួមឲ្យបានសកម្មក្នុងការថែរក្សាផ្លូវរបស់យើងពិសេសចូលរួមទប់ស្កាត់ឲ្យបាននៅការទុកលើទម្ងន់កំណត់ដើម្បីធានាបានការប្រើប្រាស់ឲ្យបានយូរអង្វែងសូមបញ្ជាក់ផងដែរថាក្រៅពីបានចុះពិនិត្យជាក់ស្ដែងតាមគម្រោងនីមួយៗរួចមកគណៈកម្មការអន្តរក្រសួងបានប្រជុំសម្រេចហើយជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានទទួលយក 100%